ពុកម៉ែបងប្អូនដូចខ្ញុំអត់ជាទូទៅឲ្យតែពេលអត់សូវស្រួលខ្លួនអីនៅឃើញមុនគេគឺការហត់ទឹកស៊ុបក្តៅនឹងតែម្ដងបើបានមួយចានមកដឹងតែមានកម្លាំងព្រឹសព្រោះថាយើងហត់ទៅបែកញើសខ្ចាយចេញជាតិពុលអញ្ចឹងសម្រាប់ម្ហូបមួយមុខនេះពុកម៉ែបងប្អូនអត់សូវស្រួលខ្លួនធ្វើហូបទៅធានាថាមានកម្លាំងតែម្ដងខ្ញុំឲ្យឈ្មោះវាថាស៊ុបផ្សិតសាច់ជ្រូកចិញ្ច្រាំក៏ប៉ុន្តែសម្រាប់ពុកម៉ែបងប្អូនមានវិធីស្លបែបណាខ្លះកុំភ្លេចជួយ recommend ផងសម្រាប់ស៊ុបមួយឆ្នាំងនេះគឺខ្ញុំធ្វើតាមការនឹកឃើញទេដោយសារតែមានគ្រឿងក្រៅអត់សពអញ្ចឹងយើងទៅកន្លែងអ្នកលក់មានអីយើងឆ្នៃដាក់នឹងទៅណាអានេះគឺជាប្រភេទសាច់ជ្រូកខ្ញុំចិញ្ច្រាំលាយជាមួយបកាក៏ដូចជាហេប៊ីពុកម៉ែបងប្អូនដើម្បីឲ្យសាច់ជ្រូកនឹងគឺវាមានជាតិចូលគ្នាឆ្ងាញ់បន្ទាប់មកគឺយើងចាប់ផ្ដើមដាក់ប្រហិតសាច់គោនិងការ៉ុតរងាស់វាឲ្យចេញជាតិពុកម៉ែបងប្អូននិយាយទៅទឹកស៊ុបនេះចេញមកជាតិតែម្ដងដោយសារតែយើងដាក់បានគ្រឿងក្រៅនៅក្នុងនឹងអស់ហើយនិយាយទៅពេលដែលលីងហ្នឹងយើងដាក់ម្តង់ហើយនៅក្នុងជាប្រភេទសាច់ជ្រូកចិញ្ច្រាំហ្នឹងយើងដាក់ម្តង់ទៀតណាសម្រាប់ជាតិផ្អែមវិញគឺយើងយកចេញពីការ៉ុតក៏ដូចជាហើយនឹងមានផ្សិតម្ជុលបន្ទាប់មកចុងក្រោយគឺយើងរោយស្លឹកខ្ទឹមណាពុកម៉ែបងប្អូនស៊ុបមួយឆ្នាំងនេះណាគឺយើងអាចញ៉ាំជាប្រភេទបើកម្លាំងព្រោះថាវាមានបន្លែក៏ដូចជាមានសាច់មកល្មមញ៉ាំបើយើងចង់ដាក់បាយថែមអីក៏បានដែរប៉ុន្តែខ្ញុំញ៉ាំជាប្រភេទអាហារពេលល្ងាចអញ្ចឹងគឺយើងអត់សូវញ៉ាំបាយច្រើនទេយើងញ៉ាំតែបន្លែហត់ទឹកស៊ុបហ្នឹងទៅគឺល្អមែនតែនជាពិសេសហត់ទៅបែកញើសបញ្ចេញជាតិពុលអស់មានកម្លាំងតែម្ដងសម្រាប់ពុកម៉ែអត់សូវស្រួលខ្លួនគឺថាអាចសាកល្បងធ្វើបានបាយបាយ